បាទថ្ងៃនេះคลินิកកសិកម្មសេរីយើងខ្ញុំបានចុះមករៀបចំដាំដូងក្រអូបនៅខេត្តព្រៃវែងបាទអញ្ចឹងដីជាប្រភេទដីល្បាយខ្សាច់ដីនៅព្រៃវែងបាទយើងដឹងស្រាប់ហើយដីស្រែប៉ុន្តែដីនេះដីចំកន្លែងខ្ពស់ទឹកវាមិនមានការលិចលង់អីនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅក្នុងលក្ខខណ្ឌបច្ចេកទេសដូងចំណុចរបស់វាគឺទី1កុំឲ្យជាំទឹកបាទជាពិសេសនៅតូចទី2កុំឲ្យខ្វះទឹកបើសិនបើដោះស្រាយចំណុច2នឹងបានលក្ខខណ្ឌបច្ចេកទេសទៅលើការប្រើប្រាស់ជីថ្នាំផ្សេងគឺមិនមានការលំបាកនោះទេអញ្ចឹងម្ចាស់ចម្ការគាត់បានរៀបចំតាមលក្ខណៈរបស់យើងបានជម្រាបជូនគាត់គឺឲ្យភ្ជួរបាទត្រឡប់ឆ្វេងត្រឡប់ស្ដាំគឺខ្ពស់មែនទែនបាទភ្ជួរឡើងជាទួលខ្នងដើកបាទនេះយើងអត់ទាន់ដាំទេគ្រាន់បោះសម្រុយទេណាបាទអញ្ចឹងជាខ្នងដើកគឺយើងមើលទៅបាទពីទួលនេះចុះទៅដល់ខាងក្រោមនេះចូលប្រមាណជា7 8 ទឹកនោះបាទខ្ពស់ល្អអញ្ចឹងយើងធ្វើការដាក់កំបោរសបាទដើម្បីកាត់បន្ថយនៅពួកបាក់តេរីមេរោគពួកពងសត្វល្អិតហើយជាពិសេសហ្នឹងគឺឲ្យpHបានល្អពីច្រើនដីល្បាយខ្សាច់ជាប្រភេទដីជូរបាទដីនេះដីគាត់ធ្វើស្រូវធ្វើស្រែអញ្ចឹងបន្ទាប់មកទៀតបានយើងធ្វើការប្រើជីសរីរាង្គទ្រាប់បាតហើយយើងប្រើជីសរីរាង្គដោយក្រោមហេតុផលតែម្យ៉ាងគឺឲ្យវានឹងដុះឫសល្អវាថ្លោះល្អហើយវាមិនរលាកដរាបណាយើងដាក់ជីគីមីឬវានៅខ្ចីនៅតិចនៅតូចគឺងាយនឹងរលាកបាទអញ្ចឹងដូងដែលដាំកម្ពស់ត្រឹមប៉ុណ្នេះគឺល្អបំផុតហើយបាទអាប្រភេទនេះគឺយើងបានកាត់នៅឫសព្រៃហើយឫសព្រៃហ្នឹងចេញហើយអញ្ចឹងបន្ទាប់មកឫសទី2មកគឺល្អយកគ្នាតែម្ដងបាទអញ្ចឹងនៅក្នុងប៉ុណ្នេះគឺអាហារបម្រុងរបស់វានៅចិញ្ចឹមបានយូរបានល្អហើយដូងនេះបើយើងថែតាមបច្ចេកទេសអត់យូរទេបងប្អូនបាទតែ2 ឆ្នាំឬក៏2 ឆ្នាំ 2 ខែហ្នឹងបានផលហើយបាទតែប្រសិនបើយើងអត់ថែបច្ចេកទេសទេអានឹងវាអាចឈានដល់3 ឆ្នាំ 4 ឆ្នាំឬ 5 ឆ្នាំអានឹងវាអាស្រ័យទៅលើការមិនសូវយកចិត្តទុកដាក់បាទចុះយើងមើលលបងមួយនេះមួយមើលបាទនេះគឺដូងភ្លោះបាទដើម្បីកុំឲ្យខាតម្ចាស់ចការគឺអាភ្លោះនេះបានច្រើនអញ្ចឹងដាំតែមួយដើមបាន2 ដើមចំណេញបាទសូមអរគុណ